ចាបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនឹកឃើញមុខរបរថ្មីមួយចាខ្ញុំចង់ណែនាំឲ្យបងប្អូនដែលគាត់ចង់មកស៊ីតែមានដើមទុនតិចហ្នឹងបងប្អូនចាបងប្អូនអាចគិតជាមួយនឹងមុខរបរនេះបានចាមុខរបរថ្មីនេះបងប្អូនឥឡូវនេះត្រូវនឹងពេលនេះគឺចូលឆ្នាំហើយមែនអត់ចឹងបងប្អូនចាប់ដើមលក់បានហើយនេះឥឡូវនេះចាគេឈប់សម្រាប់ចូលឆ្នាំគេដើរលេងច្រើនណាមែនអត់អញ្ចឹងខ្ញុំមានមុខរបរថ្មីមួយនេះបងប្អូនអាចចាប់អារម្មណ៍អាចធ្វើសាក់មើលបានចាចាគឺមុខរបរលក់ផ្លែឈើចាលក់ផ្លែឈើបងប្អូនមានទូមួយមកចាបងប្អូនមានទូមួយឬក៏ទូទឹកកកក៏បានដែរឬក៏ទូកញ្ចក់អីមួយយើងដាក់ទឹកកកក្នុងហ្នឹងបងប្អូនហើយបងប្អូនទៅទិញផ្លែឈើឲ្យបានគ្រប់មុខមកណាផ្លែឈើណាដែលយើងចូលចិត្តញ៉ាំគេចូលចិត្តញ៉ាំគ្រប់គ្នាផ្លែឈើនៅក្នុងស្រុកយើងក៏បានផ្លែឈើផ្លែថ្មីផ្លែប្លែកមកពីស្រុកគេហ្នឹងណាបងប្អូនហើយបងប្អូនយកទៅចិត្តសបចិត្តសបបកសបកចិត្តសបកចិត្តគ្រាប់អីស្អាតហើយបងប្អូនពុះវាទុយដាក់ក្នុងប្រអប់ទូចមួយហើយបងប្អូនយកទៅលក់ដាក់ក្នុងទូទឹកកកយើងឲ្យត្រជាក់ហើយខែនេះហងមេក្តៅបងប្អូនអើយចុះគេដើរលេងច្រើនគេហត់នើយគេក្តៅគេអីបើឃើញផ្លែឈើលក់ត្រជាក់ចេះទៀតឲ្យចិត្តហើយចឹងទៀតណាបងប្អូនគេបាច់ជាហូបហើយចឹងបងប្អូនយើងចិត្តដាក់ឲ្យស្អាតដាក់ក្នុងប្រអប់មួយមកហើយយើងលក់ក្នុងតម្លៃតែត្រឹម2000 3000 4000អីក្នុងមួយប្រអប់បងប្អូនហើយយើងមានដាក់គ្រប់មុខអីចឹងឬក៏មួយមុខមួយប្រអប់មួយមុខដូចជាផ្លែស្វាយមួយប្រអប់ចឹងទៅអីគេប៉មមួយប្រអប់ចឹងទៅហើយអីគេក្រូចមួយប្រអប់ចឹងទៅអាឡឹកមួយប្រអប់ចឹងទៅយើងដាក់មានអីគេមានល្មុតមានបែកគប់អីចឹងបងប្អូនដាក់មួយប្រអប់ចឹងណាហើយយើងលក់ត្រឹមតែតម្លៃមួយប្រអប់2000 3000ឬក៏4000ប្រអប់រៀងធំតិចទៅចាអញ្ចឹងបងប្អូនលក់បានណាហើយគ្រាន់តែគេឃើញគេជីកាត់មកគេឃើញចិត្តផ្លែឈើចិត្តហើយដាក់ក្នុងទូទឹកកកត្រជាក់ទៀតបងប្អូនគេចូលចិត្តណាអូយដូចខ្ញុំអីបើឃើញផ្លែឈើមេរៀងក្តៅអញ្ចឹងជីម៉ូតូហត់ជីម៉ូតូមកហាក្តៅហើយហត់អស់កម្លាំងទៀតឃ្លានស្រីទឹកអីទៀតណាបងប្អូនគាត់ឃើញផ្លែឈើចិត្តហើយអញ្ចឹងនៅក្នុងទូទឹកកកត្រជាក់ចឹងទៀតអូយច្បាស់ជាចុះទិញហូបហើយបងប្អូនអញ្ចឹងមុខរបរនេះល្អណាបងប្អូនហើយបងប្អូនសាកធ្វើបានចាហើយឥឡូវនេះគេឈប់សម្រាប់ចូលឆ្នាំគេដើរលេងច្រើនណាបងប្អូនអាចគិតជាមួយនឹងមុខរបរនេះបានចាហើយចំណាយដើមទុនតិចហើយយើងលក់តែពេលណាដែលដូចជាពេលម៉ោងបើយើងលក់តាំងពីព្រឹកក៏បានដែរប៉ុន្តែភាគច្រើនពេលម៉ោង9ឡើងទៅបងប្អូនគឺចាប់ផ្ដើមហើយព្រោះពេលហ្នឹងគឺគេក្តៅហត់ធ្វើការងារហត់អស់កម្លាំងគេជិះម៉ូតូតាមផ្លូវអីច្រើនណាចាអញ្ចឹងបងប្អូនអាចចាប់ផ្ដើមជាមួយមុខរបរនេះបានហើយមុខរបរនេះថ្មីណាមិនថាថ្មីអីទេតែគំនិតនេះគំនិតខ្ញុំណាចាខ្ញុំឃើញមុខរបរនេះទំនងបងប្អូនហើយបើសិនជាយើងធ្វើអាចលក់ដាច់ច្រើនណាបងប្អូនយើងលក់ដាក់តាមប្រអប់មកប្រអប់2000 3000 4000អីគឺមានគេទិញញ៉ាំហើយបងប្អូនផ្លែឈើចិត្តហើយចិត្តទៀតគេចូលចិត្តញ៉ាំផ្លែឈើណាឥឡូវនេះនោះហើយបានដាក់រ៉ាសេក្នុងទូត្រជាក់ទៀតអូបងប្អូននឹងលក់ដាច់ហ្មងហើយមួយវិញទៀតយើងមានដាក់ទឹកដូងទឹកអំពៅទឹកក្រូចអីចឹងយើងដាក់កិនដាក់កែវឬក៏កាត់ដូងអីហ្នឹងដាក់ក្នុងកែវហើយដាក់ក្នុងទូទឹកកកក្លាសេត្រជាក់បងប្អូនអូយគេឃើញហើយណាំទិញហូបងាប់ហើយខ្ញុំអីក៏ទិញហូបដែរបងប្អូនស្រួលណាហើយយើងលក់តម្លៃតែល្មមហ្នឹងយើងលក់មកប្រអប់តែ2000 3000 4000អីហ្នឹង4000ហ្នឹងចង់ថ្លៃពេកហើយបងប្អូនកុំឲ្យដល់5000ពេកបួកថា4000បានហើយចាតែបងប្អូនដាក់យើងច្រើនបងប្អូនលក់5000អីក៏បានដែរបានលុយលឿនប៉ុន្តែភាគច្រើន2000 3000 4000អីហ្នឹងគឺលក់ដាច់លឿនណាបងប្អូនព្រោះយើងដាក់មកប្រអប់តិចហ្មងបងប្អូនហ្មងតែហូបមកឆ្អែតមកពេលមកផ្លែតនឹងបានណាបងប្អូនចាអញ្ចឹងនេះគឺជាមុខរបរមួយថ្មីដែលខ្ញុំគិតនៅក្នុងនេះខ្ញុំមើលឃើញបងប្អូនគឺប្រកាសជាលក់ចាអញ្ចឹងនេះគឺជាមុខរបរមួយដែលខ្ញុំចង់ណែនាំបងប្អូនដែលគាត់មានដើមទុនតិចហើយគាត់ចង់លក់ហើយជាពិសេសចង់រករបរគេហៅថាមុខរបរក្រៅម៉ោងបងប្អូនឆ្លៀតពេលដែលឈប់សម្រាកនេះបងប្អូនអាចទៅធ្វើបានទៅលក់បានហើយចំណាយដើមទុនតិចហើយងាយស្រួលទៀតបងប្អូនអត់បាក់អត់ហត់នឿយច្រើនទេបងប្អូនទិញដាក់ផ្លែឈើពីផ្សារមកហើយយើងចិត្តសបកឲ្យស្អាតចិត្តចំណិតឲ្យស្អាតដាក់ក្នុងប្រអប់ដាក់ក្នុងចានដាក់ក្នុងកែវដាក់ក្នុងដបអីទៅបងប្អូនដាក់តុកមួយលក់នៅផ្លូវនេះអូដាក់ឆាត់មួយដាក់តុកមួយដាក់ទូទឹកកកអីចឹងក៏បានដែរដាក់ក្លាសេធុងទឹកកកអីក៏បានដែរបងប្អូនអូយផ្លែឈើត្រជាក់ផ្អែមត្រជាក់ឆ្ងាញ់ណាស់បងប្អូនអើយញ៉ាំទៅមានកម្លាំងហ្មងអញ្ចឹងច្បាស់ជាលក់ដាច់ចាអញ្ចឹងបើសិនជាបងប្អូនណាដែលមានចំណាប់អារម្មណ៍អាចជ្រើសរើសមុខរបរនេះបានចាគឺមុខរបរក្រៅម៉ោងគេហៅថាមុខរបរក្រៅម៉ោងហើយមុខរបរនេះបងប្អូនដើមទុនតិចទៀតជាពិសេសចាហើយបើសិនជាខ្ញុំវិញខ្ញុំចូលចិត្តញ៉ាំផ្លែឈើបើខ្ញុំឃើញគេលក់អញ្ចឹងខ្ញុំនឹងតែទិញញ៉ាំឯងបងប្អូនចា
ចឹងបងប្អូនណាដែលចង់រកស៊ីចាឥឡូវនេះបងប្អូនអាចចាប់ផ្ដើមបានជាមួយនឹងមុខរបរនេះចាដើមទុនតិចលក់ដាច់ទៀតបងប្អូនគឺផ្លែឈើចិត្តហើយចេះទៀតអត់មានឲ្យសល់ទេបងប្អូនគេឃើញច្បាស់ជាទិញហើយចាអញ្ចឹងយើងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទៅសាក់លក់បានហើយជាពិសេសលក់កន្លែងប្រជុំជនណាបងប្អូនកន្លែងគេដើរលេងច្រើនគឺដាំដងផ្លូវដែលមានឡានម៉ូតូជិះឆ្វាត់ឆ្វែងច្រើនណាបងប្អូនច្បាស់ជាលក់ដាច់ជាពិសេសនៅវត្តនៅអីឥឡូវចូលឆ្នាំគេត្រូវទៅវត្តទេបងប្អូនមែនអត់អញ្ចឹងយើងទៅលក់នៅផ្លែឈើនៅវត្តក៏បានដែរចិត្តឲ្យស្អាតអប់យើងលើលក់នៅវត្តហើយកន្លែងគេលេងគេរំគេលេងល្បែងប្រជាប្រិយខ្មែរយើងហ្នឹងបងប្អូនអូយធ្វើទៅដាក់ទៅលក់ទៅដឹងតែដាច់ហ្មង3 4ថ្ងៃហ្នឹងចាមួយអាទិត្យហ្នឹងបងប្អូនសាក់លក់អត់ទេដឹងតែលក់ដាច់ចឹងហ្មងចាអញ្ចឹងបងប្អូនអាចសាក់បានណាចាអរគុណចានេះគឺជាគំនិតថ្មីរបស់ខ្ញុំហើយបើសិនជាខ្ញុំមានកម្លាំងខ្ញុំអាចនឹងធ្វើប៉ុន្តែរងថ្ងៃអត់មានកម្លាំងទេមានតែគំនិតចង់រកស៊ីប៉ុន្តែការងារអីវាចង់និយាយថាច្រើនមុខពេករត់អត់រួចទេអញ្ចឹងគាត់តែមានគំនិតខ្ញុំអង្គុយខ្ញុំគិតមុខរបរនេះខ្ញុំអង្គុយខ្ញុំគិតឃើញមុខរបរនោះអញ្ចឹងគាត់ចង់ណែនាំបងប្អូនទាំងអស់គ្នាណាដែលចង់មានមុខរបរចង់រកការងារធ្វើឬក៏ចង់រកមុខរបរអីលក់ចាបងប្អូនអាចចាប់ផ្ដើមវីដេអូអាចចាប់ផ្ដើមពីមុខរបរទូចចាហើយយើងក៏បាក់ប្រាក់ចំណូលរាល់ថ្ងៃដែរចាអញ្ចឹងនេះគឺជាគេហៅថាមុខរបរថ្មីមួយមុខរបរតូចប៉ុន្តែលក់ដាច់បងប្អូនដឹងថាលក់ដាច់មកមុខរបរនេះចាអញ្ចឹងបងប្អូនពេញចិត្តបងប្អូនចង់អីអាចសាកបានចាអរគុណ